សូមគោរពជម្រាបសួរអាយដាមជាដំបូងសូមអាយដាមជួយណែនាំខ្លួនបាទសូមអរគុណខ្ញុំឈ្មោះហួតហៃជាអភិបាលរងរាជធានីភ្នំពេញនិងជាប្រធានលេខាធិការខាងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញតើអាយដាមអាចពិពណ៌នាអំពីហានិភ័យចម្បងនៃគ្រោះមហន្តរាយធម្មជាតិនិងអាកាសធាតុនៅក្នុងរាជធានីភ្នំពេញសម្រាប់រាជធានីភ្នំពេញគ្រោះមហន្តរាយធម្មជាតិមានទឹកជំនន់ម្ដងម្កាលដែលហូរមកពីស្ទឹងព្រៃថ្នោតស្ថិតនៅក្នុងខេត្តព្រំស្ពឺហើយបានជន់លិចខណ្ឌចំនួន3នៅរាជធានីភ្នំពេញគឺខណ្ឌកំពូលខណ្ឌពោធិ៍សែនជ័យនិងខណ្ឌដង្កោខណ្ឌដែលរងផលប៉ះពាល់ខ្លាំងជាងគេនិងរយៈពេលយូរជាងគេគឺខណ្ឌដង្កោខណ្ឌនេះស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញហើយសង្កាត់ភាគច្រើនស្ថិតនៅតាមដងស្ទឹងព្រៃថ្នោតដែលងាយនឹងលិចលង់បញ្ហានេះគឺការឡើងដោយសារតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុយើងសង្កេតឃើញថាព្រឹត្តិការណ៍អាកាសធាតុអាក្រក់បានកើតឡើងជាញឹកញាប់និងមានទំហំធំធេងដែលធ្វើឲ្យមានផលប៉ះពាល់ជាច្រើនពិសេសគឺទឹកជំនន់ខ្យល់កន្ត្រាក់និងគ្រោះរាំងស្ងួតតាមការសង្កេតមួយទៀតគឺខ្យល់ព្យុះទីហ្វុងមកពីប្រទេសហ្វីលីពីនជាញឹកញាប់ក៏មានឥទ្ធិពលខ្លះៗមកដល់ប្រទេសកម្ពុជាផងដែរខ្យល់ព្យុះទីហ្វុងបានបង្កឲ្យមានបាតុភូតសម្ពាធទាបបណ្ដាលឲ្យមានបរិមាណទឹកភ្លៀងកាន់តែច្រើនដែលនាំឲ្យមានទឹកជំនន់ភាពខុសគ្នានោះគឺថាការពីអតីតកាលសភាពបែបនេះតែងតែកើតឡើងនៅរដូវវស្សាចាប់ពីពាក់កណ្ដាលខែឧសភាដល់ខែវិច្ឆិកាប៉ុន្តែប្រហែលឆ្នាំថ្មីនេះមានករណីទឹកជំនន់ពីស្ទឹងព្រៃថ្នោតក៏កើតឡើងផងដែរនៅរដូវប្រាំងបញ្ហាប្រឈមគឺបានធ្វើផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលិចលង់ផ្ទះសម្បែងលិចលង់លំនាំផ្សេងដែលចាំបាច់ត្រូវរកមធ្យោបាយក្នុងការជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាពិសេសគឺស្បៀងនិងថ្នាំពេទ្យឡាក់សម្រាប់ឆ្នាំកន្លងទៅនេះក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញក្នុងនាមអាយដាមអភិបាលខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីសំណាក់ AIMF និងអ្នកផ្ដល់ជំនួយសម្រាប់គំនិតដូចផ្ដើមទៅពីការពង្រឹងសមត្ថភាពរបស់យើងក្នុងការរៀបចំនិងឆ្លើយតបទៅនឹងការកើនឡើងហានិភ័យនៅក្នុងទីក្រុងនិងគ្រាអាសន្នអាយដាមតើមានប្រព័ន្ធប្រកាសអាសន្នអ្វីទៅនៅក្នុងរាជធានីភ្នំពេញយើងមានប្រព័ន្ធប្រកាសអាសន្ន2ទី1គឺដោយរដ្ឋាភិបាលគឺការពង្រៀនជាសាធារណៈដែលជាធម្មតាចេញដោយក្រសួងធនធានទឹកនិងអូតូនិយមក្រសួងនេះបានផ្ដល់ព័ត៌មានតាមរយៈ Facebook វិទ្យុទូរទស្សន៍និងតាមកាសែតប៉ុន្តែជាធម្មតាព័ត៌មានបញ្ជូនតាមរូបភាពនេះមិនជាក់លាក់ចំពោះទីតាំងនោះទេប៉ុន្តែវាជាប្រភេទព័ត៌មានទូទៅដែលប្រជាពលរដ្ឋភាគច្រើនបានដឹងទី2គឺប្រព័ន្ធព្រមានជាក់លាក់ទីតាំងគឺយើងអនុវត្តតាមប្រព័ន្ធ1294ដែលជាប្រព័ន្ធជួយដំណឹងតាមរយៈទូរស័ព្ទដៃដែលណែនាំដោយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ NCDM មួយវិញទៀតតើសាលាក្រុងពាក់ព័ន្ធទៅនឹងប្រព័ន្ធយ៉ាងដូចម្តេចគឺកន្លងទៅនេះប្រព័ន្ធ1294ក្រុមការងាររបស់យើងនៅលេខាធិការឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់រាជធានីភ្នំពេញត្រូវបានបណ្ដុះបណ្ដាលដោយ NCDM ដើម្បីដំណើរការប្រព័ន្ធ1294តាមរយៈការផ្ដល់មូលនិធិនិងការសម្របសម្រួលរបស់ AIMF តាមរយៈទីប្រឹក្សាបច្ចេកទេសជាតិរបស់ AIMF ជាទូទៅប្រព័ន្ធ1294ផ្ញើសារព្រមាននិងជូនដំណឹងដោយផ្ទាល់ទៅកាន់ទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ម្នាក់ៗសម្រាប់ទីតាំងជាក់លាក់នីមួយៗដែលទឹកជំនន់ឬគ្រោះមហន្តរាយផ្សេងៗហៀបនឹងកើតឡើងជាផ្នែកមួយនៃដំណើរការដើម្បីការត្រៀមលក្ខណៈរបស់យើងសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្រៅពីការបង្កើតផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយនៅថ្នាក់ខណ្ឌដែលងាយនឹងលិចលង់នោះយើងក៏ប្រើប្រាស់ផែនការនេះដើម្បីធ្វើលំហាត់សមលើតុបន្ទាប់មកបន្តដោយលំហាត់វឹកវើជាក់ស្ដែងដោយចូលរួមជាមួយនឹងក្រុមរុករកនិងសង្គ្រោះរបស់ក្រសួងការពារជាតិក្រោមការសម្របសម្រួលរបស់ NCDM លំហាត់ប្រភេទនេះជួយយើងឲ្យបានធ្វើតេស្តយន្តការនិងសកម្មភាពនៃការត្រៀមលក្ខណៈនិងឆ្លើយតបរបស់យើងដោយធានាថាវិធីសាស្ត្រសម្របសម្រួលដែលបានអនុម័តត្រូវបានសាក់ល្បងនិងអនុវត្តដើម្បីត្រៀមខ្លួនសម្រាប់ទឹកជំនន់នាពេលអនាគតអាដាមតើអ្វីទៅជាការរំពឹងទុកសម្រាប់ការកែលម្អការគ្រប់គ្រងទិន្នន័យដែលតាក់ទងនឹងហានិភ័យនៅក្នុងទឹកដីរាជធានីភ្នំពេញសម្រាប់រឿងនេះខ្ញុំមិនមានគំនិតច្រើនទេប៉ុន្តែ
ដោយសារតែខ្ញុំមិនដឹងពីគម្រោងមជ្ឈមណ្ឌលរបស់ទីក្រុងយើងជាទូទៅទេប៉ុន្តែរដ្ឋបាលរាជភ្នំពេញអាចប្រើប្រាស់ប្រព័ន្ធ PRISM ដើម្បីចូលរួមប្រើទិន្នន័យព្យាករណ៍អំពីហានិភ័យនិងគ្រោះថ្នាក់ផ្សេងៗនៅរាជធានីភ្នំពេញបាទសូមអរគុណច្រើន